ជាបឋមសូមគោរពជំរាបសួរលោកគ្រូកេងចន្ទថាដែលជាលោកគ្រូឧទ្ទេសមុខវិជ្ជាការវិតម្លៃនៃការសិក្សានៃវិទ្យាស្ថានគរុកោសល្យនិងវិទ្យាការខេត្តតាកែវនាងខ្ញុំឈ្មោះពងស្រីកែវថ្ងៃនេះនាងខ្ញុំមកធ្វើវីដេអូឆ្លុះបញ្ចាំងទាក់ទងទៅនឹងមេរៀនសប្តាហ៍ទី11ទាក់ទងទៅនឹងការវិតម្លៃទៅលើចរិយាប័ត្រនិងបំណិនសិស្សនៅក្នុងមេរៀននេះមានគោលបំណងចំនួន6ទី1គឺយល់អំពីលក្ខណៈទូទៅរបស់ពុទ្ធិបំណិនចរិយាសម្បទាលក្ខណៈខុសគ្នារបស់សម្បទាទាំង3កំណត់បាននៅតម្រូវការសម្រាប់ការវិតម្លៃលើពុទ្ធិបំណិនសម្បទាចរិយារបស់សិស្សអាចបង្កើតជាកម្រងសំណួរនិងឧបករណ៍សម្រាប់វិតម្លៃទៅលើពុទ្ធិបំណិនសម្បទាចរិយាដែលអាចមានច្រើនទម្រង់ដែលមានលក្ខណៈសមស្របសម្រាប់ការវិតម្លៃនៅគ្រប់កម្រិតថ្នាក់សិក្សាកំណត់បាននៅរបៀបធ្វើឲ្យប្រសើរឡើងនៅស្វ័យវិតម្លៃរបស់សិស្សមុនកំឡុងពេលនិងក្រោយការបង្រៀនកំណត់បាននៅវិធីសាស្ត្រផ្សេងៗដែលអាចប្រើវាយតម្លៃលទ្ធផលសិក្សារបស់សិស្សចឹងយើងនឹងនិយាយចំណុចទី1ទៅនឹងកគឺចរិយារបស់សិស្សអញ្ចឹងចរិយារបស់សិស្សវាគឺជាជំនាញទន់ឬក៏ជំនាញទំនាក់ទំនងផ្ទាល់ខ្លួនដែលបុគ្គលនោះទទួលបានតាមរយៈការដកបទពិសោធន៍ពីការសិក្សានិងអាជីពការងារផ្សេងៗអញ្ចឹងកាលណាយើងសិក្សាបានកាន់តែខ្ពស់និងធ្វើការងារបានកាន់តែច្រើននោះជំនាញផ្នែកចរិយាសម្បទារបស់យើងនឹងមានការរីកចម្រើនទៅតាមនឹងដែររបៀបមនុស្សធ្វើការទំនាក់ទំនងជាមួយនឹងមនុស្សដទៃគឺត្រូវការចរិយាសម្បទាអញ្ចឹងទាំងអង្គនឹងមានដូចជាជំនាញនៅក្នុងការគ្រប់គ្រងខ្លួនឯងឬក៏វិន័យផ្ទាល់ខ្លួនការសហការជាមួយនឹងអ្នកដទៃការប្រស័យទាក់ទងគ្នាទៅវិញទៅមកការច្នៃប្រឌិតអ្វីមួយភាពអត់ធ្មត់ផ្សេងៗទៅលើការងារចំណុចខយើងនឹងនិយាយទាក់ទងទៅនឹងបំណិនពុទ្ធិដែលបំណិនពុទ្ធិនឹងជំនាញប្រាជ្ញាសម្បទាគឺជាជំនាញដែលប្រើសម្រាប់ការគិតវិភាគហេតុផលចងចាំនិងរៀនផ្សេងៗដែលជារឿយៗវាងាយស្រួលនៅក្នុងការវាស់ស្ទង់ជំនាញការយល់ដឹងឬក៏វិជ្ជាសម្បទាពីព្រោះថាវាត្រូវបានប្រើសម្រាប់ការវាស់វែងដូចជាការប្រឡងដើម្បីវាស់វែងការចងចាំសមត្ថភាពឬក៏ល្បឿននៃការគិតនិងការវិភាគដែលជំនាញប្រាជ្ញានឹងសំដៅដែលជំនាញប្រាជ្ញាសម្បទានឹងរួមមានដូចជាការគិតនិងឆ្លើយតបទាន់ហេតុការណ៍សមត្ថភាពក្នុងការចាំមេរៀនឬក៏ចាំហេតុការណ៍ការផ្ចង់អារម្មណ៍ភាពបត់បែនការវិភាគបញ្ហាជាលម្អិតការគិតបែបពហុកិច្ចការឬកិច្ចការច្រើនក្នុងពេលតែមួយការបែងចែកចំណាត់ថ្នាក់ព័ត៌មានឬវត្ថុផ្សេងៗដែលវាមានល្អអាក្រក់ឬក៏ត្រឹមត្រូវចឹងរូបភាពនេះគឺបង្ហាញអំពីការយល់ដឹងអំពីសារៈសំខាន់របស់ចរិយាសម្បទាខ្លួនអាចជួយឲ្យអភិវឌ្ឍការងារឬក៏ការសិក្សារបស់យើងបានកាន់តែប្រសើរឡើងទោះបីជាយ៉ាងណាក៏ដោយដោយសារជំនាញចរិយាសម្បទាតែងតែពិបាកនៅក្នុងការវាស់វែងនិងវាយតម្លៃទាំងដែលសម្រាប់សិស្សនិងបុគ្គលិកទូទៅឬក៏មនុស្សធំចំណុចកយើងនឹងនិយាយទាក់ទងអំពីចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកចរិយាសម្បទានិងបំណិនសម្បទាគឺចាំបាច់ដើម្បីទទួលបាននូវជោគជ័យនៅក្នុងការសិក្សាអាជីពការងារនិងការដោះស្រាយបញ្ហាផ្សេងៗក្នុងជីវិតសិស្សត្រូវមានលក្ខណៈមួយចំនួនដូចជាទំនួលខុសត្រូវមានភាពស្មោះត្រង់ចេះត្រួតពិនិត្យនិងតាមដានដោយខ្លួនឯងធ្វើសហការជាមួយអ្នកដទៃតស៊ូនៅក្នុងការប្រឈមមុខនឹងឧបសគ្គអាកប្បកិរិយាបុគ្គលិកលក្ខណៈតម្លៃនិងជំនាញផ្សេងៗលើសពីនេះទៅទៀតការស្រាវជ្រាវជាច្រើនបានបង្ហាញអំពីទំនាក់ទំនងរវាងចរិយាសម្បទានិងបំណិនសម្បទាជាមួយនឹងលទ្ធផលនៃការរៀនសូត្ររបស់ពួកគេចំណុចក
ទាក់ទងទៅនឹងចរិយាសម្បទានិងលទ្ធផលសិក្សារំពងទុកអញ្ចឹងសិស្សមានភាពស្ទាត់ជំនាញនៅក្នុងការដោះស្រាយបញ្ហានៅពេលដែលពួកគេរីករាយនឹងអ្វីដែលពួកគេកំពុងតែធ្វើនិងមើលឃើញតម្លៃនៅលើលទ្ធផលដែលគេទទួលបាននិងជំរុញឲ្យមានការលើកទឹកចិត្តបន្ថែមទៀតដើម្បីខិតខំប្រឹងប្រែងជាអតិបរមាសិស្សដែលមានចំណាប់អារម្មណ៍ល្អគឺតែងតែមានការតាំងចិត្តខ្ពស់ធ្វើវាដោយយកចិត្តទុកដាក់ទៅលើហេតុការណ៍រកវិធីចងចាំវាហាត់សមប្រកបដោយអត្ថន័យហើយនិងអនុវត្តវាចំពោះការថប់បារម្ភច្រើនពេកឬក៏មិនសូវចាប់អារម្មណ៍និងមានការរំខានដល់ការសិក្សានិង stress ដែលថ្នាក់រៀនហ្នឹងគឺមានបរិយាកាសដែលបរិយាកាសហ្នឹងវាអាចជាបរិយាកាសវិជ្ជមានដែលជំរុញឲ្យមានការចូលរួមនិងការរៀនសូត្ររបស់សិស្សច្រើនជាងថ្នាក់រៀនដែលមានបរិយាកាសអវិជ្ជមានតាមបទពិសោធន៍ជាក់ស្ដែងគ្រូដឹងថាសិស្សដែលជឿជាក់លើសមត្ថភាពរៀននិងចូលចិត្តមុខវិជ្ជាដែលពួកគេសិក្សាមានអាកប្បកិរិយាចំពោះការសិក្សាគោរពយើងសុខទុក្ខគោរពអ្នកដទៃខ្វល់ខ្វាយចំពោះអ្នកដទៃគឺបានបង្ហាញពីការចូលរួមនៅក្នុងការរៀនសូត្រចឹងតារាងនេះបង្ហាញអំពីទំនាក់ទំនងរវាងលទ្ធផលការសិក្សានិងចំណង់ចំណូលចិត្តទៅលើមុខវិជ្ជាដែលខាងឆ្វេងនេះគឺគេនិយាយពីតកតងទៅនឹងសិស្សដែលជោគជ័យនៅក្នុងការសិក្សាហើយខាងស្ដាំនេះគឺសិស្សដែលបរាជ័យនៅក្នុងការសិក្សាអញ្ចឹងជាទូទៅចំពោះសិស្សដែលជោគជ័យនៅក្នុងការសិក្សាគឺគាត់មានក្តីសង្ឃឹមសុទិដ្ឋិនិយមបារម្ភបែបវិជ្ជមានចង់មានជោគជ័យបន្ថែមស្វែងរកបញ្ហាស្វែងរកនិងប្រើប្រាស់មតិរិះគន់ផ្ដល់សិទ្ធិអំណាចដល់អ្នកដទៃតាំងចិត្តចូលរួមអាកប្បកិរិយាបែបវិជ្ជមានឲ្យតម្លៃទៅលើការសិក្សានិងស្វែងរកគំនិតថ្មីៗដែលឡែកចំពោះសិស្សដែលបរាជ័យនៅក្នុងការសិក្សាគឺគាត់គ្មានក្តីសង្ឃឹមទិដ្ឋិនិយមអារម្មណ៍បែបអវិជ្ជមានព្យាយាមគេចពីបរាជ័យគេចពីបញ្ហាការរិះគន់គឺជាការជន់ពន្លិចមានភាពខ្មាស់អៀនហើយមិនច្បាស់លាស់មិនចូលរួមមានអាកប្បកិរិយាបែបអវិជ្ជមានព្យាយាមគេចវេះនៅក្នុងការសិក្សានិងគេចចេញពីគំនិតថ្មីៗអញ្ចឹងទាំងអស់ហ្នឹងវាគឺជាអឺកប្បកិរិយាដែលស្ដែងចេញអំពីសិស្សដែលជោគជ័យនៅក្នុងការសិក្សាហើយនិងសិស្សដែលបរាជ័យនៅក្នុងការសិក្សាចំណុចខប្រភេទនៃចរិយាសម្បទានិងលទ្ធផលសិក្សារំពឹងទុកការយល់អារម្មណ៍របស់អ្នកដទៃវាគឺជាការយល់ចិត្តគឺជាសមត្ថភាពនៅក្នុងការយល់ពីអារម្មណ៍របស់មនុស្សម្នាក់ទៀតហើយតកតងពួកគេតាមរយៈអារម្មណ៍នោះអញ្ចឹងមានវិធីសាស្ត្រនៅក្នុងការវិតម្លៃចរិយាសម្បទានិងជំនាញទូទៅធ្វើការគិតទៅលើចំណុច3យ៉ាងជាសំខាន់រាល់ពេលដែលយើងវិតម្លៃចរិយាសម្បទារបស់សិស្សទី1គឺតកតងទៅនឹងអារម្មណ៍អាកប្បកិរិយានិងទឹកមុខវាអាចផ្លាស់ប្ដូរយ៉ាងឆាប់រហ័សជាពិសេសចំពោះកុមារតូចៗនិងក្នុងអំឡុងពេលវ័យជំទង់នេះបង្ហាញថាដើម្បីទទួលបានការឆ្លើយតបនៃអារម្មណ៍ឬទឹកមុខរបស់សិស្សចាំបាច់ត្រូវធ្វើការវាយតម្លៃជាច្រើនដងនិងត្រូវការពេលវេលារយៈពេលវែងអ្វីដែលយើងចង់វាស់វែងនិងវាយតម្លៃមានការលំបាកសម្រាប់ចំណុចខ្លះដោយសារវាលេចជ្រៅដូចនេះប្រសិនបើជាពឹងផ្អែកទៅលើការវាយតម្លៃតែមួយនោះអ្វីដែលយើងវាស់វែងបាក់មិនមែនជាការបង្ហាញពីលក្ខណៈល្អនោះទេទី2គឺព្យាយាមប្រើវិធីសាស្ត្រផ្សេងគ្នាដើម្បីវាស់ស្ទង់គោលដៅឬចំណុចវាស់ដែលដូចគ្នាទី3ចុងក្រោយគឺសម្រាប់ចិត្តថាតើយើងត្រូវការលទ្ធផលសិស្សម្នាក់ៗជាក្រុមនេះគឺពាក់ព័ន្ធទៅនឹងគោលបំណងហើយនិងប្រសិទ្ធភាពនៅលើវិធីសាស្ត្រដែលយើងគួរប្រើប្រសិនបើគោលបំណងរបស់យើងអឺដើម្បីប្រើការវាយតម្លៃសម្រាប់ធ្វើរបាយការណ៍ជូនមាតាបិតាឬនោះច្បាស់ណាស់ថាយើងនឹងត្រូវការព័ត៌មាន
អំពីទំនាក់ទំនងទៅលើសិស្សម្នាក់ៗក្នុងករណីនេះយើងគួរតែប្រើនៅវិធីសាស្ត្រជាច្រើននៅក្នុងការប្រមូលទិន្នន័យតាមបែបពេលវេលានិងរក្សាទុកនៅកំណត់ត្រានោះដើម្បីទៀងទាត់ចំពោះការវិនិច្ឆ័យរបស់យើងចំណុចទី2យើងនឹងនិយាយទាក់ទងទៅនឹងវិធីវាយតម្លៃចរិយាសម្បទានិងបំណិនក្រៅពីពុទ្ធិចឹង2.1គឺការអង្កេតរបស់គ្រូចឹងយើងត្រូវការសកម្មភាពទាក់ទងទៅនឹងការអង្កេតរបស់គ្រូហើយជំហានដំបូងហ្នឹងក្នុងការប្រើប្រាស់ការអង្កេតគឺដើម្បីកំណត់ជាមុនថាតើឥរិយាបថជាក់លាក់របស់សិស្សទាក់ទងទៅនឹងគោលដៅដែលយើងចង់វាស់វែងមានអីខ្លះដែលនេះចាប់ផ្ដើមជាមួយនឹងការយល់ច្បាស់អំពីនិយមន័យរបស់វាជាមុនសិនអញ្ចឹងតារាងនេះគឺបង្ហាញទាក់ទងទៅនឹងសិស្សដែលមានឥរិយាបថល្អនិងសិស្សដែលមានឥរិយាបថមិនល្អចំពោះសិស្សដែលមានឥរិយាបថល្អគឺគាត់កម្រនៅក្នុងការខកខានរៀនមានថាគាត់មករៀនជាប្រចាំតែសិស្សដែលមានឥរិយាបថមិនល្អគឺគាត់ខកខានរៀនច្រើនមកមួយថ្ងៃបាត់2ថ្ងៃឬក៏មក2ថ្ងៃបាត់មួយអាទិត្យចឹងទៅអញ្ចឹងសិស្សដែលមានឥរិយាបថល្អគឺកម្រមករៀនយឺតគាត់សួរសំណួរច្រើនគាត់ជួយសិស្សផ្សេងទៀតគាត់ស្វ័យសិក្សាដោយខ្លួនឯងគាត់ចូលចិត្តការសិក្សានិងមកទាន់ពេលវេលាចំពោះសិស្សដែលមានឥរិយាបថមិនល្អគឺគាត់មកមិនសូវទាន់ពេលវេលាកម្រសួរសំណួរមិនសូវជួយអ្នកដទៃគាត់ត្រូវការជំនួយជាប្រចាំសកម្មភាពតិចតួចគាត់មិនសូវចូលចិត្តការសិក្សាហើយតែងតែចេញមុនគេនៅក្នុងការអង្កេតទូទៅគឺជាការអង្កេតរបស់គ្រូទៅលើសកម្មភាពរបស់សិស្សដែលមិនទាមទារឲ្យប្រើទម្រង់ច្រើននោះទេដែលវាមានភាពស្មុគស្មាញប៉ុន្តែគ្រូដែលជាអ្នកអង្កេតគួរតែមានគោលដៅច្បាស់លាស់ទៅលើចំណុចដែលត្រូវអង្កេតទៅលើសកម្មភាពសិស្សក្នុងពេលអង្កេតសកម្មភាពសិស្សទាំងក្នុងម៉ោងនិងក្រៅម៉ោងសិក្សាគ្រូត្រូវអង្កេតមើលនិងកត់ត្រាទុករាល់នៅសកម្មភាពសិស្សទាំងអស់ផ្នែកវិជ្ជមាននិងអវិជ្ជមានដែលវាឆ្លុះបញ្ចាំងទៅដល់លទ្ធផលសិក្សារបស់សិស្សផងដែរការធ្វើអង្កេតបែបនេះគ្រូត្រូវជៀសវាងឲ្យបាននៅការធ្វើបុរេវិនិច្ឆ័យទៅលើអាកប្បកិរិយាសិស្សដែលវាជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលសិក្សារបស់សិស្សសកម្មភាពនេះអាចកើតឡើងគ្រប់ពេលវេលាទាំងក្នុងនិងក្រៅម៉ោងសិក្សារបស់សិស្សគុណប្រយោជន៍សម្រាប់ការអង្កេតនេះគឺអាចអង្កេតសិស្សបានគ្រប់ពេលត្រូវការពេលវេលាតិចមិនទាមទារឲ្យមានជាទម្រង់ផ្សេងៗសម្រាប់កត់ត្រានិងមានភាពបត់បែនចឹងនេះគឺជាទម្រង់និងរចនាសម្ព័ន្ធនៃការអង្កេតដែលយើងអាចប្រើប្រាស់ជាតារាងក្នុងការអង្កេតសិស្សម្នាក់ៗបានមានឈ្មោះមានថ្ងៃមានម៉ោងអញ្ចឹងចំពោះអាកប្បកិរិយាគឺមានការអាននិងប្រាប់ដល់អ្នកដទៃអំពីសៀវភៅល្អអញ្ចឹងសកម្មភាពមិនដែលសោះកម្រពេលខ្លះច្រើនដងឬក៏ស្ទើរគ្រប់ពេលវេលាទី2ការសម្ភាសន៍របស់គ្រូជាការសម្ភាសន៍របស់គ្រូវាគឺជាមធ្យោបាយល្អបំផុតសម្រាប់វាតម្លៃអំពីលទ្ធផលសិក្សារបស់បុគ្គលជំនឿនិងឥរិយាបថចិត្តសង្គមផ្សេងៗដែលគ្រូអាចប្រើវិធីសាស្ត្រផ្សេងៗនៅក្នុងការសម្ភាសន៍សិស្សដូចជាលក្ខណៈបុគ្គលជាក្រុមការពិភាក្សាក្រុមនិងការតស៊ូមតិដើម្បីធ្វើការវាស់វែងនិងវាយតម្លៃឥរិយាសម្បទារបស់សិស្សពេលខ្លះវាមានលក្ខណៈស្តីគ្នាទៅនឹងការសង្កេតរបស់គ្រូដែរប៉ុន្តែនៅក្នុងការសម្ភាសន៍គឺត្រូវមានពេលវេលាច្រើននៅក្នុងការធ្វើទំនាក់ទំនងជាមួយសិស្សនិងឆ្លើយឆ្លងផ្សេងៗដើម្បីបញ្ជាក់នូវចំណុចដែលយើងគិតថាចាំបាច់ដើម្បីឲ្យគ្រូមានការយល់កាន់តែច្បាស់និងស៊ីជម្រៅបន្ថែមដើម្បីធានាបាននូវការសម្ភាសន៍ឬក៏ការសួរសំណួរដែលទទួលបានលទ្ធផលល្អពីសិស្សគ្រូចាំបាច់ត្រូវតែបង្កើតឲ្យបាននូវទំនុកចិត្តរវាងគ្រូនិងសិស្សបើសិនជាខ្វះទំនុកចិត្តរបស់សិស្សទៅលើគ្រូគឺជា
ឧបសគ្គធំក្នុងការទទួលបាននូវព័ត៌មានពិតពីសិស្សទី3ការវាយតម្លៃរបស់សិស្សស្វ័យវាយតម្លៃរបស់សិស្សអញ្ចឹងស្វ័យវាយតម្លៃលទ្ធផលសិក្សារបស់សិស្សផ្ទាល់គឺផ្ដល់ឱកាសឲ្យសិស្សធ្វើការវាយតម្លៃនិងឆ្លុះបញ្ចាំងនូវលទ្ធផលសិក្សាដែលគាត់ទទួលបានបន្ទាប់ពីមេរៀនមួយចប់ឬមួយវគ្គលទ្ធផលវាយតម្លៃតាមរយៈការប្រឡងការអង្កេតរបស់គ្រូនិងស្វ័យវាយតម្លៃរបស់សិស្សត្រូវតែស៊ីឬដូចគ្នាចឹងបើតាមលទ្ធផលប្រឡងល្អតែសិស្សធ្វើស្វ័យវាយតម្លៃថាខ្លួនមិនបានចេះមេរៀនគឺមានន័យថាចំណុចដែលត្រូវស្វែងយល់បន្ថែមពីភាពខុសគ្នានេះចឹងតកតងមេរៀននេះគឺមានតែប៉ុណ្ណេះសូមអរគុណលោកគ្រូ